សួស្តីអ្នកនរអញ្ចឹងសម្រាប់ប្លុកនេះដែរគឺពួកខ្ញុំពីរនាក់គឺនឹងធ្វើការហោះហើរទៅខ្មែរវិញដោយប្រើជើងហោះហើរ Singapore យើងទៅតាមដានទស្សនាអស់គ្នាអញ្ចឹងជាដំបូងពួកយើងមកដល់ Vanellas Airport នៅ The Maldives ហើយបន្តមកទៀតយើងមានការជិះឡានក្រុងទៅកាន់យន្តហោះហើយពួកយើងជិះ Singapore Airlines គឺគេមានអាហារនៅក្នុងនោះពីរពេលតែម្ដងយើងមួយពី Maldives ទៅ Singapore ពី Singapore ទៅកម្ពុជាអញ្ចឹងយើងមកដល់ Singapore ហើយឥឡូវហ្នឹងក៏ប៉ុន្តែយើងត្រូវទៅ Terminal 2ដោយសារខ្ញុំ land នៅ Terminal 1អញ្ចឹងយើងត្រូវការជិះរថភ្លើងទៅ Terminal 2 On the train going to Terminal 2 just rounding because we still waiting for the layover. Bye, see you there. អញ្ចឹងបន្ទាប់ពីយើងជិះរថភ្លើងទៅដល់ Terminal 2 ហើយយើងក៏នាំគ្នាដើរលេងតិចទៅដោយសារការ layover របស់យើងនឹងយូរដែររហូតដល់11ម៉ោងអញ្ចឹងមានការសម្រាកនៅនឹងបែកខ្ទង់កន្លះថ្ងៃក៏ប៉ុន្តែទោះតែធុញអត់គឺអត់ធុញទេគឺដោយសារតែកន្លែងគេស្អាតមានកន្លែងញ៉ាំមានកន្លែងដើរមានកន្លែងលេងអីចឹងទៅអញ្ចឹងវាប្លែកគ្នាម្យ៉ាងដែរហើយការ order របស់យើងគឺ order តាម screen ហើយយើងត្រូវទៅចាំយកដល់ខ្លួនឯង pay លុយខ្លួនឯងហើយដល់ពេលយើងញ៉ាំហើយក៏យើងយក tray ទៅទុកនៅកន្លែងលេងខ្លួនឯងដូចគ្នាអញ្ចឹងណាតែគេអ្នកលេងឯងក៏យើងយកទៅទុកបន្ទាប់ពីចុះពីពលានមកពួកយើងនាំគ្នាមកដើរលេងនៅបឹងឈុកប្រទេសស្រី We don't know yet where we ហើយខ្ញុំអញ្ចឹងបន្ទាប់ពីមានការជិះវែងផ្លូវរយៈពេលខ្ទង់40នាទី50នាទីមកពួកយើងក៏បានមកដល់បឹងឈុកហើយទៅដល់មនុស្សច្រើនទៀតទៅរំបានបាយនឹងអង្គុយចាំគេនឹងចប់2ម៉ោងបាទ trip ហ្នឹងគឺសាហាវដែរវាមិនសាហាវដែរសាហាវខ្លាំងដែរអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនា vlog តប៉ែមួយនេះពីរគឺបានស្អីទេ